បាទថ្ងៃបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកអាប់ដេតព័ត៌មានជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការចរចាឥឡូវនេះការចរចាមិនត្រូវរើគ្នាទេបងប្អូនទាំងអស់គ្នាដោយភាគីថៃមេទាហានភូមិភាគ2របស់ថៃហ្នឹងបានប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាយើងតែម្ដងបាទដោយវានឹងស្រែកឃ្លាននៅក្នុងការធ្វើសង្គ្រាមមែនទែនអញ្ចឹងហើយរដ្ឋាភិបាលខ្មែរឥឡូវនេះកំពុងតែប្រកាសជំលះប្រជាពលរដ្ឋខ្មែរយើងដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃឲ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយរដ្ឋាភិបាលបានដឹកនាំកម្លាំងក៏ដូចជាឡានត្រៀមចាំដឹកពលករយើងដែលចេញមកពីប្រទេសថៃបងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូននៅក្នុងប្រទេសថៃបាទមេត្តារក្សាសុវត្ថិភាពដល់ខ្លួនឯងបើសិនជាយើងមានលទ្ធភាពក្នុងការចាក់ចេញមកយើងចាក់ចេញមកសិនមកបងប្អូនទាំងអស់គ្នាណាកុំឲ្យគេចាប់បញ្ជូនឬក៏គេធ្វើបាបយើងទាន់ណាបងប្អូនទាំងអស់គ្នាអានេះអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូននៅតាមព្រំដែនបាទសូមមេត្តាធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនបាទឥឡូវនេះពួកអាថៃវាកើតទុកមិនសុខចិត្តទេបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនឲ្យដឹងនៅព័ត៌មាននេះបាទ